ដូច្នេះដើម្បីឲ្យយើងរស់នៅទីកន្លែងដែលល្អយើងរៀបហុងស៊ុយឲ្យបានល្អគឺទីធ្លាផ្ទះយើងត្រូវតែទលាយស្អាតកុំឲ្យមានដាក់របស់ដូចជាកំណោសម្រាមដូចជាវត្ថុដែលចាស់ដែលអត់ប្រើអីក៏កំណោអញ្ញៃក្នុងផ្ទះហ្នឹងវាប៉ះពាល់ដល់ហុងស៊ុយរបស់យើងនៅក្នុងជីវិតមនុស្សយើងដើម្បីឲ្យយើងទទួលបាននូវភាពជោគជ័យឲ្យជីវិតយើងរស់នៅប្រសើរវាអាស្រ័យលើកត្តា3យ៉ាងទី1គឺកត្តាមនុស្សឬគេហៅថាកត្តាមេឃកត្តាមនុស្សគឺជាចំណេះជំនាញសមត្ថភាពការខិតខំប្រឹងប្រែងភាពឧស្សាហ៍ព្យាយាមចាបើទោះបីជាយើងរស់នៅទីកន្លែងដែលមានហុងស៊ុយល្អយ៉ាងណាក៏ដោយបើយើងអត់ចេញសកម្មភាពយើងអត់ធ្វើការយើងដេកចំតិតចាំលុយធ្លាក់ពីលើមេឃក៏វាអត់មានដែរអញ្ចឹងកត្តាមនុស្សគឺសំខាន់ជាងគេទាំងអស់ហើយកត្តាទី2គឺកត្តារាសីរាសីគឺបានមកពីថ្ងៃខែឆ្នាំកំណើតដែលយើងកើតចេញពីផ្ទៃម្ដាយយើងកើតមកថ្ងៃណាម៉ោងណាបញ្ជាក់ពីរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់យើង